ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបពិសេសហើយក៏ចុងភៅគឺប្អូនប្រុសខ្ញុំដដែលនឹងឯងគាត់ចូលខ្លួនមកធ្វើម្ហូបមួយមុខនេះណាម្ហូបនេះបើញ៉ាំជុំគ្នាពេលល្ងាចពិតជាល្អណាស់ដោយដែលបងប្អូនបានឃើញអញ្ចឹងនេះគឺជាគ្រឿងផ្សំដែលយើងនឹងធ្វើមាន់អប់បន្លែអញ្ចឹងអញ្ជើញបងប្អូនមកតាមដានអំពីរបៀបនៃការធ្វើមាន់អប់បន្លែជាមួយនឹងគាត់ទាំងអស់គ្នាណាបងប្អូនតាមពិតម្ហូបនេះសាមញ្ញទេហើយក៏ងាយស្រួលធ្វើដែរប៉ុន្តែរសជាតិគឺនិយាយថាពីអែមបងប្អូនអែមខ្លាំងណាស់ញ៉ាំហើយគឺជក់មាត់ជាប់ចិត្តទៅក្រោយធ្វើទៀតហើយម្ហូបមួយមុខនេះដែរគឺពោពេញទៅដោយអាហាររូបធម្មជាពិសេសបងប្អូនឃើញតែបន្លែគឺដឹងហើយគឺបន្លែមានទាំងពីពណ៌បៃតងពណ៌ទឹកក្រូចហើយជាពិសេសគឺផ្សិតទៀតផ្សិតហ្នឹងគឺសម្បូរវីតាមីនខ្លាំងណាស់បងប្អូនហើយដែលយើងចោលមិនបានហ្នឹងគឺស្លឹកគ្រៃស្លឹកក្រូចរំដេងហើយនឹងខ្ទឹមបារាំងនឹងឯងបងប្អូនហើយនឹងខ្ទឹមក្រហមពីព្រោះថាគ្រឿងទាំងអស់នេះគឺធ្វើឲ្យមាន់យើងឈ្ងុយឈ្ងប់ពេញឆ្នាំងតែម្ដងចាអ្វីដែលធ្វើបន្ទាប់ពីមាន់ប្រឡាក់រួចហ្នឹងណាបងប្អូនត្រូវទ្រាប់បន្លែចាម្ដេងស្លឹកគ្រៃស្លឹកក្រូចហើយនឹងខ្ទឹមបារាំងហ្នឹងនៅបាតសិនដើម្បីការពារបើសិនជាខ្លោចបាតគឺវាខ្លោចតែបន្លែអត់ខ្លោចមាន់យើងទេហើយចាំដាក់មាន់ពីលើទៅហើយចាំបងប្អូននឹងចាក់ប្រេងអីក៏បានណាបងប្អូនប្រេងអីក៏បានបើបានអូលីវកាន់តែល្អវាឈ្ងុយខ្លាំងណាចារួចរាល់ហើយគឺយើងយកមាន់របស់យើងនឹងទៅ steam ណាទៅ steam ដាក់ប្រេងតិចទៅ steam ប៉ុន្តែដាក់ភ្លើងតិចបានហើយណាបងប្អូនអត់ដាក់ខ្លាំងទេដាក់តិចបានអញ្ចឹង steam ប្រហែលជា15នាទីទៅជាការស្រេចហើយបងប្អូនកំឡុងពេលដែល steam មាន់ហ្នឹងគឺមករៀបចំបន្លែអញ្ចឹងយើងហាន់ខ្ទឹមក្រហមហាន់ស្លឹកខ្ទឹមហាន់ពោតហាន់ផ្សិតហាន់អីទាំងអស់ហ្នឹងទៅបងប្អូនមានណាហាន់បានហាន់ទាំងអស់ហ្នឹងទៅណាបងប្អូនហើយបន្លែដែលខ្ញុំដាក់ហ្នឹងគឺមានប្រមាណមុខហ្នឹងឯងហើយបើបងប្អូនចង់ថែមអីដែលមាននៅក្នុងទូទឹកកកឬក៏នៅក្នុងផ្ទះបងប្អូនថែមទៅអត់អីទេបងប្អូនកាន់តែច្រើនកាន់តែល្អណាបន្លែតែកុំថែមស្ករថែមអំបិលច្រើនបានហើយបងប្អូនខ្លាចញ៉ាំអត់កើតណាមួយទៀតគឺវាប៉ះពាល់ដល់សុខភាពយើងផងណាបងប្អូនពេលញ៉ាំត្រូវគិតពីសុខភាពផងណាបងប្អូនចាតមកទៀតគឺគាត់ចាប់ផ្ដើមហាន់ខ្ទឹមក្រហមហាន់ម្ទេសហាន់ខ្ទឹមសចាដើម្បីរៀបចំទឹកជ្រលក់បងប្អូនទាំងអស់គ្នាទឹកជ្រលក់មួយនេះគឺប្លែកហើយរសជាតិគឺដិតហើយឆ្ងាញ់ណាបងប្អូនអត់ដែលធ្វើទឹកជ្រលក់ដូចអញ្ចឹងណាបងប្អូនសាកធ្វើលោមើទឹកជ្រលក់ហ្នឹងដាក់ញ៉ាំជាមួយសាច់ត្រីអីក៏បានដែរឬក៏ញ៉ាំតំណប់ជាមួយនឹងម្ហូបផ្សេងដូចជាឆាដូចជាអីក៏បានដែរបងប្អូនគឺរសជាតិដិតឆ្ងាញ់តែម្ដងណាបងប្អូនចាអញ្ចឹងគាត់ថែមក្រូចឆ្មាអញ្ចឹងដែលពិសេសមួយទៀតគឺគាត់មានក្រូចដែលយើងយកមកធ្វើតែជ្រក់បងប្អូនគឺថែមក្រូចហ្នឹងអញ្ចឹងក្រូចហ្នឹងក៏អូបឈ្ងុយហើយដាក់ថែមក្រូចឆ្មាហើយនឹងខ្ទឹមក្រហមខ្ទឹមសហ្នឹងណានិយាយថាពីទឹកជ្រលក់ហ្នឹងគឺឆ្ងាញ់ជាប់ចិត្តតែម្ដងណាបងប្អូនខ្ញុំមិនអត់ទេបងប្អូនសាកទៅធ្វើខ្លួនឯងលោមើលកុំឲ្យថាខ្ញុំចេះតែថាចាហើយបន្ទាប់មកថែមទឹកបន្តិចទៅដើម្បីឲ្យទឹកជ្រលក់ហ្នឹងវាចូលជាតិគ្នាល្អពីព្រោះថាតែក្រូចឆ្មាហើយនឹងស្ករហើយនឹងអំបិលគឺវាអត់តន់ចូលជាតិទេដោយសារវាអត់មានទឹកដើម្បីជួយរំលាយណាហើយចុងក្រោយគេគឺបងប្អូនហាន់ស្លឹកខ្ទឹមហើយនឹងម្ទេសឲ្យដាក់ជាមួយមកចឹងម្ទេសដាក់ប៉ុណ្ណាដាក់ទៅតាមបងប្អូនចូលចិត្តណាក្រោយពេលដែលយើងរៀបចំគ្រឿងហើយយើងយកមកដាក់ពីលើមាន់ក៏បានដាក់គៀនមាន់ក៏បានដែរប៉ុន្តែសម្រាប់យើងញ៉ាំដាក់ពីលើទៅក្របវាចិត្តណាប៉ុន្តែសម្រាប់ខ្ញុំទុកថតខ្ញុំដាក់គៀនចាដើម្បីពេលថតទៅឲ្យឃើញសោភ័ណភាពស្អាតអញ្ចឹងធម្មតាទេតាមម្ហូបណាដែលយើងមើលទៅស្អាតគឺចង់ញ៉ាំហើយរសជាតិមិនក៏ដោយឲ្យតែឃើញស្អាតតាក់ទាញគឺចង់ញ៉ាំតែម្ដងមែនទេបងប្អូនចាក្រោយពីរៀបចំបន្លែរៀបអីចូលហើយបងប្អូនបិទគម្របពេញទៅហើយ steam ប្រហែលជា5នាទីអីទេយ៉ាងយូរបងប្អូនពីព្រោះមាន់ហ្នឹងយើងឆ្អិនម្សាហើយបន្លែហ្នឹងក៏យើងអត់ steam វាឲ្យឆ្អិនពេកដែរកាលណាឆ្អិនពេកវាធ្វើឲ្យបាត់បង់វីតាមីនណាបងប្អូនអញ្ចឹងបន្ទាប់ពីយើងមើលឃើញបន្លែវាទន់ញាប់ជាប់នឹងមាន់ហើយថែមគល់ស្លឹកខ្ទឹមចាគល់ស្លឹកខ្ទឹមម្ទេសឬក៏ថែមអីផ្សេងទៀតក៏បានដែរបងប្អូនចង់ថែមអីថែមទៅណាបងប្អូនណាចាគាត់អត់ថែមស្លឹកខ្ទឹមមុនទេដោយសារតែពេលយើងដាក់មុនទៅស្លឹកខ្ទឹមហ្នឹងវាឆ្អិនពេកអញ្ចឹងធ្វើឲ្យកពុលវិញអត់ឆ្ងាញ់អត់ឈ្ងុយទេអញ្ចឹងតែប៉ុណ្្នឹងមករួចជាការស្រេចហើយបងប្អូនឥឡូវនេះដល់វេន
មើលមាត់គាត់ដែរបងប្អូនមើលឆ្ងាញ់មិនឆ្ងាញ់បងប្អូននេះមន់ឡើងមកមូលហើយមន់ឡើងធាត់ក៏អុកទៀតបងប្អូនអើយខ្ញុំអ្នកឈរថតនៅវិហារទឹកមាត់មើលគេញ៉ាំអើយគិតទៅណាតួសម្ដែងគឺចំណេញអញ្ចឹងអាអ្នកថតនេះចំណាំតែលេបទឹកមាត់ទៅហើយអ្នកសម្ដែងនោះមកគេទីពីអើយមកមាត់ពេញបបហើយផ្លូវមួយទៀតអត់មានកាត់អាណិតអ្នកថតអីបន្តិចទេនេះចាំលើកក្រោយខ្ញុំដូរឲ្យគាត់មកថតពេញខ្ញុំអ្នកភ្លក់ហើយនេះបានអ្នកមកជួយភ្លក់ទៀតបងប្អូនមន់មួយផ្លូវពីរយើងអ្នកថតនឹងដឹងគ្មានផ្លូវទេដឹងតែអត់ដែរបងប្អូនអើយចានិយាយមែនបងប្អូនម្ហូបនេះឆ្ងាញ់បងប្អូនអាចធ្វើសាកល្បងបានណាអរគុណច្រើន